ឥឡូវខ្ញុំវាយហើយបងប្អូនមើលតិចទៀតគាត់យើងចុចឲ្យទឹកប្រាក់នឹងលោតចូលកុងរបស់យើងតែម្ដងនេះគឺពិនិត្យអញ្ចឹងឥឡូវលោតមកហើយបងប្អូនអរគ្នានេះទឹកប្រាក់ចំនួនបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីជាមួយនឹង VTube ទៀតហើយថ្ងៃនេះ VTube សូមបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នានៅរបៀបខ្ចីទឹកប្រាក់បាទកម្ចីពី Wing តាមរយៈ Wing app អញ្ចឹងវាងាយស្រួលទេឥឡូវគឺគ្រាន់តែបងប្អូនទាំងអស់គ្នាមាន Wing app មួយមកបងប្អូនអាចខ្ចីលុយបានហើយបាទអញ្ចឹងយើងចូលមកក្នុង Wing របស់យើងនេះគ្រាន់តែបងប្អូនឃើញហើយកម្ចីបាទបងប្អូនឃើញកន្លែងកម្ចីហ្នឹងអញ្ចឹងបងប្អូនឃើញកន្លែងកម្ចីនេះគឺនៅខាងលើនេះគឺគេដាក់ active ហើយខាងក្រោមនេះបងប្អូនចុចពីខាងក្រោមហ្នឹងមកវានឹងលោតមកហើយអញ្ចឹងនៅកន្លែងកម្ចីនេះគឺវាមានពីរប្រភេទទី1កម្ចី$30បាទកម្ចី$30នេះគឺគេ approve ឲ្យភ្លាមតែម្ដងបងប្អូនទាំងអស់គ្នាគឺគេ approve ឲ្យជាស្រេចហើយក្នុងនេះគ្រាន់តែយើងបំពេញឯកសារតិចតួចគឺវានឹងលោតលុយចូលកងតែម្ដងគឺអត់ដល់1នាទីទេបងប្អូនទាំងអស់គ្នាបាទប្រហែលជា2-3វិនាទីទេគឺទឹកប្រាក់$30នេះនឹងចូលកងយើងតែម្ដងបងប្អូនទាំងអស់គ្នាបាទហើយចំណែកនៅខាងក្រោមនេះគឺបងប្អូនកម្ចីបានទឹកប្រាក់ច្រើនគឺបាន4-5-600អញ្ចឹងទៅបងប្អូនទាំងអស់គ្នាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាគឺអាចសាកល្បងមើលបានវាងាយស្រួលទេឥឡូវខ្ញុំនឹងបង្ហាញការខ្ចី$30មុនចុះបងប្អូនទាំងអស់គ្នាទឹកលុយតិចតួចមុនបាទយើងចុចនៅខាងក្រោមនេះមកឡៃពណ៌បៃតងបន្ទាប់មកបងប្អូនទាំងអស់គ្នាចុចមកគឺបងប្អូនបំពេញព័ត៌មានសម្រាប់បងប្អូនផ្ទាល់តែម្ដងមកបាទគឺនេះគឺខ្ញុំគ្រាន់តែបំពេញរបស់ខ្ញុំបាទទ្រុសទេគ្រាន់ខ្ញុំដាក់គឺបងប្អូនពេញមុំគឺគេឲ្យនៅកន្លែងនេះបងប្អូនទាំងអស់គ្នាបាទអញ្ចឹងនៅកន្លែងនេះវិញខ្ញុំចេះតែដាក់មកដាក់វាថាយើងមើលទៅវារៀងសមរម្យដែរបងប្អូនចេះតែដាក់មកបាទតែកុំហួសហេតុពេកយើងដាក់ល្មមទៅបាទនៅកន្លែងនេះខ្ញុំចេះតែដាក់ដែរបងប្អូនអស់គ្នាអញ្ចឹងបងប្អូនដាក់ពេលបងប្អូនដាក់តាមការចាក់ស្ដែងរបស់បងប្អូនមកបាទអញ្ចឹងនៅកន្លែងប្រាក់ខែនេះហ្នឹងគឺបងប្អូនដាក់មកតែកុំដាក់លើសពេកគឺដាក់ល្មមបានហើយពី4-500អីចឹងទៅបងប្អូនទាំងអស់គ្នាបាទអញ្ចឹងគឺកន្លែងផ្សេងនេះគឺព័ត៌មានផ្ទាល់ខ្លួនរបស់បងប្អូនទេគឺបងប្អូនអាចសាកល្បងមើលបានគឺកន្លែងខេត្តក្រុងវិញគឺបងប្អូននៅកន្លែងណាបងប្អូនដឹងហើយអញ្ចឹងបងប្អូនកុំពេញវាខុសបាទវាងាយស្រួលទេអញ្ចឹងបាទឥឡូវខ្ញុំពេញនៅកន្លែងនេះវាខុសតិចខ្ញុំថយមកវិញសិនបាទអូខេខ្ញុំដាក់សារថ្មីបាទអញ្ចឹងបងប្អូនទាំងអស់គ្នាកន្លែងនេះបងប្អូនមើលតាមជាក់ស្ដែងហើយបំពេញទៅក៏ខ្ញុំបង្ហាញបងប្អូនទូទេហើយមួយទៀតខ្ញុំសូមបញ្ជាក់ថាមុននឹងខ្ចីវាបានបងប្អូន download វាមកប្រើមួយខែជាងហើយមាន active ដូចជាមានការវាលុយវាអីចេញចូលហើយនឹងទិញអីវ៉ាន់ទិញអីគ្រាន់តែ scan ដូចយើងចាក់សាំងចាក់អីទិញម្ហូបអាហារអញ្ចឹងបងប្អូនទាំងអស់គ្នាយើង scan ប្រើវាញឹកទៅគឺវានឹងលោតសារប្រាប់ឲ្យយើងអាចខ្ចីបានហើយបងប្អូនទាំងអស់គ្នាបាទឥឡូវយើងមកដល់កន្លែងនេះហើយបងប្អូនទាំងអស់គ្នាអាចមើលបានអញ្ចឹងនៅកន្លែងទ្រុសនេះគឺយើងបំពេញហើយយើងមើលព័ត៌មានរបស់យើងថាវាត្រឹមត្រូវអត់អញ្ចឹងបងប្អូនគាត់ដាក់បាទពិនិត្យមកបាទយើងចុចកន្លែងហ្នឹងមកអញ្ចឹងវាដល់កន្លែងនេះបងប្អូនទាំងអស់គ្នាបាទហើយខ្ញុំសូមបិទខាងក្រោមនេះតិចគឺវាព័ត៌មានផ្ទាល់ខ្លួនខ្ញុំអត់បង្ហាញទេអញ្ចឹងនៅខាងលើនេះគឺយើងខ្ចី$30គឺគេកាត់ថ្លៃសេវារបស់គេនៅខាងក្រោមនេះបងប្អូនទាំងអស់គ្នា$3ជាងណាហើយទឹកប្រាក់ដែលយើងទទួលបានគឺទឹកប្រាក់នៅខាងលើមិនហ្នឹង20ប្រហែលជា26ជាងហ្នឹងបងប្អូនទាំងអស់គ្នាអញ្ចឹងយើងមើលមកព័ត៌មាននៅខាងហ្នឹងការវាមើលវាត្រឹមត្រូវអត់បើត្រឹមត្រូវយើងអាចបកថយក្រោយវិញបានអញ្ចឹងដើម្បីទៅបំពេញព័ត៌មានសារថ្មីអញ្ចឹងបើយើងគិតថាត្រឹមត្រូវហើយបងប្អូនចុចកន្លែងពាក្យថាបន្តនៅខាងក្រោមនេះមកពណ៌ខៀវនេះអញ្ចឹងអានេះគឺជាលក្ខខណ្ឌរបស់គេដែលពេលយើងខ្ចីទៅគេមានលក្ខណៈថាលាយលក្ខអក្សរយើងមើលអញ្ចឹងបងប្អូនទាំងអស់គ្នាបាទអញ្ចឹងបើបងប្អូនអត់អានទេវាច្រើនយើងអូសចុះមកខាងក្រោមមកបងប្អូនទាំងអស់គ្នាបាទយើងអូសទៀតមកឲ្យដល់កន្លែងមួយដែលអាចយើង tag បានណាបាទនេះកន្លែងយើងគ្រីសបានយើងគ្រីសកន្លែងនេះមកបាទអញ្ចឹងកន្លែងនេះបងប្អូនចុចហើយវានឹងលោតលេខកូដមកឲ្យបងប្អូនបាទលេខកូដ6ខ្ទង់វានឹងលោតចូលហើយយើងវាយ password របស់យើងចូលមកទឹកប្រាក់នឹងលោតចូលកងតែម្ដងបងប្អូនទាំងអស់គ្នាបាទអូខេឥឡូវខ្ញុំវាយហើយបងប្អូនមើលតិចទៀតគាត់យើងចុចហើយទឹកប្រាក់នឹងលោតចូលកងរបស់យើងតែម្ដងនេះគេពិនិត្យអញ្ចឹងឥឡូវលោតមកហើយបងប្អូនទាំងអស់គ្នានេះទឹកប្រាក់ចំនួន$30ដែលយើងបានកម្ចីអញ្ចឹងថាពិតវាមិនមែន$30លោតចូលទេគឺ26រៀលជាងនៅលើមុនហ្នឹងគឺវាលោតចូលមកតែប៉ុណ្្នឹងទេប៉ុន្តែគាត់វាដាក់កម្ចីប៉ុណ្្នឹងបាទនេះវាលោតចូលហើយបានក្នុងនេះទឹកប្រាក់ខ្ញុំនៅក្នុងនោះវាសល់ប្រហែលសេនដែរបងប្អូនទាំងអស់គ្នាអញ្ចឹងទៅវាឃើញ27ជាងអញ្ចឹងសម្រាប់បងប្អូនណាដែលថាគាត់
ដូចជាចុងខែចុងអីតលអីចឹងខ្ចីរកខ្ចីណាគេអត់បានបងប្អូនអាចសាកល្បងមើលវីដេអូនេះបានគឺវាមានសារៈសំខាន់សម្រាប់យើងម្យ៉ាងដែរបងប្អូនទាំងអស់គ្នាបាទហើយចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតបងប្អូនដែលថាគាត់ចង់ប្រើប្រាស់វិញហ្នឹង download យកមកប្រើមួយខែពីរខែទៅបាទបងប្អូននឹងអាចនឹងទទួលសារបានថាអាចខ្ចីលុយបានហើយអរគុណច្រើនបងប្អូនទាំងអស់គ្នា I never made it